ពេលណាកូនឃើញអ្នកដតីក្រលំបាកជាងយើងកូនមេត្តាអញ្ចឹងទៅកុំសម្លុតគំរាមកំហែងមើលងាយមើលថោកអ្នកក្រីក្រលំបាកនោះឡើយកូនត្រូវជួយអ្នកដតីនឹងតាមដែលកូនអាចជួយបានទៅអ្នកដតីក្រមែនប៉ុន្តែបែរទៅជាឲ្យកូនបានសេចក្តីសុខដែលអ្នកដតីអាចទទួលការជួយរបស់កូនបាននេះក៏ជាគុណសម្បត្តិរបស់អ្នកដែលក្រីក្រលំបាកនឹងហើយដែលអាចឲ្យកូនបំពេញទានបារមីក៏បានដូចជាការបំពេញទានរបស់ព្រះបរមពុរិស័ទគឺព្រះបរមពុរិស័ទនឹងអរគុណស្មោមនឹងអរគុណអ្នកអត់អ្នកឃ្លានអ្នកខ្វះខាតសពគ្រប់នឹងដែលជួយឲ្យព្រះអង្គបានបំពេញបារមីសម្រាប់ជាព្រះសម្មាសម្ពុទ្ធ